ថ្ងៃមិញអត់បានចេញវីដេអូអញ្ចឹងសូមចេញវីដេអូនេះនៅពេលយប់ម្ដងហើយបងប្អូននឹកឃើញឃ្លានម្ជូរក៏ប្រវល់បងប្អូនធ្វើហូបតែម្ដងធ្លាប់តែគេហូបម្ជូរពេលរសៀលពេលថ្ងៃចំណែកខ្ញុំវិញនាំបងប្អូនចុចនៅពេលយប់ដោយសារតែពួកយើងមានការងាររវល់ធ្វើពេលថ្ងៃរៀងខ្លួនអញ្ចឹងហើយក៏ណាត់គ្នាចុចនៅពេលយប់តែម្ដងទៅហើយនៅដៃដែលខ្ញុំបានបង្ហាញជូនបងប្អូននេះគឺគីឡូប្រហុកហ្នឹងគឺប្រហុកសាច់ប្រហុកម៉ត់ណាបងប្អូនអញ្ចឹងពេលដែលខ្ញុំធ្វើអត់ប្រវាក់នៅច្រាមនៅអីចំណាយពេលយូរទេគឺដួសវាយកតែ2-3ស្លាបព្រាដែលយើងចង់យកវាមកលាយគ្រឿងតាមចំណូលចិត្តរបស់យើងទៅគឺជាការស្រេចហើយប្រហុកនេះមានតែ1 កែវ1 គីឡូគឺថាចំណេញពេលវេលាខ្លាំងមែនតែនគឺយើងចង់យកទៅលាយជាមួយនឹងសាច់ជ្រូកច្រាមចំហុយក៏បានលាយជាមួយពងទាកឡុកជៀនវឹកក៏បានចាបងប្អូនយកវាទៅស្បង់សម្លក៏បានដែរហើយជាពិសេសហ្នឹងគឺថាលាយប្រហុកដើម្បីចុចជាមួយនឹងម្ជូរដូចខ្ញុំអញ្ចឹងហើយប្រហុកនេះដែរគឺខ្ញុំមានលក់ណាបងប្អូនមានប្រហុកសាច់ត្រីធម្មតាអញ្ចឹងហើយនឹងប្រហុកសាច់ត្រីរ៉ស់បងប្អូនអាចកំងបានតម្លៃសមរម្យដែរទេឥឡូវនេះងាកមកមើលពីរបៀបដែលខ្ញុំលាយជាមួយប្រហុកនេះដើម្បីចុចម្ជូរម្ដងគឺខ្ញុំលាយប្រហុក3 ស្លាបព្រាហើយដាក់នឹងអំបិលទុំចាអំបិលជូរហ្នឹងដាក់ហើយគឺខ្ញុំដាក់ម្ទេសម្លេដំបងដាក់ម្ទេសម្លេសិនហើយនឹងដាក់ម្ទេសពណ៌ខៀវអាពណ៌ខៀវហ្នឹងអត់ហឹរទេចំណែកម្ទេសម្លេហ្នឹងក៏អត់ហឹរដែរខ្ញុំលាយប៉ុណ្ណេះហើយហ្នឹងគឺខ្ញុំសាកចុចជាមួយនឹងម្ជូរសិនចាចុចជាមួយនឹងល្ហុងហើយនឹងខ្នោថាតើរសជាតិល្មមនៅអញ្ចឹងណាហើយខ្ញុំក៏បន្ថែមជាមួយនឹងម្ទេសទៀតម្ទេសនេះមិនដាក់ឲ្យតែល្អមើលទេម្ទេសនេះគឺបេះពីផ្ទះម៉ែក្មេកមកអត់ហឹរសោះហ្មងបងប្អូនអាខៀវហ្នឹងចំណែកម្ទេសម្លេដំបងក៏អត់ហឹរចំណែកម្ទេសដែលខ្ញុំដាក់ក្រោយនេះពីគ្រាប់គឺហឹរតិចហើយបន្តមកទៀតហ្នឹងបន្ថែមជាមួយនឹងម្ទេសហុយទៀតប៉ុន្តែញ៉ាំទៅគឺវាអត់សូវហឹរប្រហែលទេសូម្បីតែក្មួយរបស់ខ្ញុំហ្នឹងក៏គាត់អត់ចេះហឹរក៏គាត់ចុចបានដែរឥឡូវនេះបន្ទាប់ពីលាយគ្រឿងត្រូវមកត្រូវចិត្តរួចរាល់អស់ហើយហ្នឹងគឺខ្ញុំច្រវល់វាម្ដងទៀតហើយនេះបងប្អូនបង្ហាញមកជួបបងប្អូនដែលខ្ញុំមានចុចនៅក្នុងល្ងាចនេះបងប្អូនមានតាំងពីស្លឹកម្ទេសហ្នឹងហើយស្លឹកម្ទេសមានតាំងពីខ្នោមានបន្លាហើយនិងខ្នោមានគ្រាប់អីចឹងណាមានជពូមានម្កាក់មានស្វាយមានពធាមានអីចឹងទៅអត់តែមួយមុខគឺខ្វិតចាបន្តមកទៀតហ្នឹងគឺយើងធ្វើការចិតម្ជូររបស់យើងតាមមុខបន្លែមុខម្ជូរដែលយើងចូលចិត្តខ្ញុំចូលចិត្តជាងគេគឺល្ហុងហើយនិងខ្នោដែលមានគ្រាប់ចិត្តសបករួចចំណែកខ្នោដែលមានបន្លាហ្នឹងគឺបន្តបន្សំទេអត់សូវជាចូលចិត្តប្រហែលទេបើចូលចិត្តខ្ញុំចុចជាមួយអំបិលវិញអាខ្នោមានបន្លាហ្នឹងបងប្អូនឥឡូវនេះបន្ទាប់ពីខ្ញុំបានចិត្តរួចរាល់ហើយក៏បង្ហាញជូនបងប្អូនតិចទៅម្ជូរយើងរៀងច្រើនខែលដែរហើយអ្នកចុចហ្នឹងក៏ច្រើនដែរបងប្អូនហើយនិយាយពីប្រហុកដែលបានលេខគ្រឿងរួចហ្នឹងនិយាយថាទំនងខ្លាំងមែនតែនឡើងខាប់ល្អមែនតែនត្មងបងប្អូនជាពិសេសបានលេខជាមួយនឹងស្ករត្នោតខ្មែររបស់យើងទៀតក្លិនឡើងឈ្ងុយតែម្ដងបន្ទាប់ពីខ្ញុំរៀបចំបានប៉ុណ្ណេះហើយនោះក៏សាកចុចម្នាក់ឯងបន្តិចសិនភ្លក់មើលចាំបន្តិចណាមួយមុខបន្តិចបន្ទាប់មកទៀតនោះបានយកទៅញ៉ាំនៅផ្ទះម្ដាយរបស់ខ្ញុំបងប្អូនចាជុំគ្នាជាមួយបងប្អូនក្មួយហើយនឹងពូមីអញ្ចឹងណាអាឡែងតែអង្គុយចុចបានមកសធុនោះក៏មានអ្នក surprise ខូកណាតម្ចាស់ខូកណាតគេអត់ដឹងអីបន្តិចព្រោះអីគេខូកណាតគេថ្ងៃ28 ខែ 2 នោះទេទៀតដៃចូលកុំស្មាតទេដៃអីវាខ្ញុំហើយនឹងប្អូនចដូនមួយរបស់ខ្ញុំក៏ខ្សឹបខ្សៀវគ្នាតែទិញនំខេកមួយទៅព្រោះអីថ្ងៃ28គេជាប់ធ្វើការអត់បានមកអញ្ចឹងណាចឹងក៏ surprise មុនថ្ងៃតែម្ដងទៅហើយម្ចាស់ខូបនោះក៏គេអយបួងសួងបួងអីនឹងស្អីទេយូរដល់ហើយក្មួយនេះចាំកាត់នំកាត់អីចឹងណាហើយចុចបញ្ជូរបដាហើយញ៉ាំជ្រក់ជើងមាន់ជ្រក់អីទៀតទេបងប្អូនរបស់ញ៉ាំមានច្រើនមែនតើនិយាយទៅខូបកណាត់នេះគេនាំគ្នាចុចបញ្ជូរហ្មងចុចបញ្ជូរជាមួយនឹងប្រហុកចឹងហើយខូបកណាត់ចាំថ្ងៃដាច់លុយហើយបន្តមកទៀតហ្នឹងក៏ហៅកូនក្មួយនាំគ្នាថតរូបជុំគ្នាម្ដងហើយនេះបាត់ក្មួយវិទូគឺអត់បានមកទេគឺគាត់នៅផ្ទះបងប្អូនអើយថ្ងៃនេះគេអត់តាមអ៊ីរបស់គេទេបងប្អូនរបស់ខ្ញុំស្រី4នាក់ដល់ពេលរៀបការហើយមានកូនសិតតែប្រុសបងប្អូនអត់មានស្រីសោះតែម្ដងតែឥឡូវបន្ទាប់ពីយើងបានថតរូបជុំគ្នាហើយយើងក៏ចាប់ផ្ដើមនាំគ្នាចុចម្ជូរបន្តទៀតចាជាមួយបងប្អូនចដូនមួយចាជាមួយមីជាមួយអីចឹងណាហើយនឹងនិយាយគ្នាលេងពីនេះពីនោះសើចកិលពេញនឹងតែម្ដងបងប្អូនយូរយើងបានជួបគ្នាម្ដងដោយសារតែម្នាក់ធ្វើការឆ្ងាយងាយបានមកជុំគ្នាទេបើជុំគ្នាជុំតែខែបុណ្យខែទៀនអញ្ចឹងណាបន្ទាប់ពីយើងបានជួបជុំគ្នាសើចសប្បាយរកហើយនឹងយើងក៏បំបីផ្លូវគ្នាទៅផ្ទះរៀងខ្លួនតែម្ដងបងប្អូនអើយហើយចុចបញ្ជូរពេលយប់នេះដែរគឺថាតឹងពោះពិបាករំលាយអាហារមែនតើណាបងប្អូនអើយម៉ោង8ម៉ោង9យប់បងប្អូន